សួស្តីបងបានបងនេះជារបៀប set up sound K5 Pro បាទអញ្ចឹងចូលមកដំបូងមកទៅដាក់ sound ចេញភ្លើងសិនដាក់ sound ចេញភ្លើងចុចសញ្ញាផ្កាយត្រង់ជ្រូកវាយលេខកូដពីរោងចក្រ1 2 3 4 5 6ចុចត្រង់ជ្រូក admin លេខ1អានេះ user setting ទី3 setting ទី4 reset បាទ restore factory មែន restart factory ទៅ sound ដើមអញ្ចឹងអញ្ចឹងចូលលេខ1យើង add admin សិនបាទតោះមកចុចលេខ1ទៀតតោះមកបងអាចដាក់លេខកូដadmin ដែលបងចង់ដាក់បងប្អូនឧទាហរណ៍ចុចលេខចុចត្រង់ជ្រូកវាយលេខកូដនឹងដដែលដើម្បី confirm បន្ទាប់មកបើសិនជាបងចង់បន្ថែមជាក្រយៅដៃឬមួយកាតបងចុចលេខ1បន្ថែមទៀតចុចលេខ1មកបន្ទាប់មក scan ក្រយៅដៃរបស់បងបាទដកដាក់អញ្ចឹងមកណាscan ប្រហែល8 9ដងអញ្ចឹងទៅឲ្យវា successful អញ្ចឹងទៅអូខេបាទបើសិនជាបងចង់ដាក់ជាកាតបងចុចលេខ1ចឹងម្ដងទៀតជា admin ណាបន្ទាប់មកដាក់កាតលេខ5នេះបងអូខេដាក់កាតចឹងមកអូខេនៅពេលដែលដាក់កាតឡើងហ្នឹងហើយគឺ success តែប៉ុណ្្នឹងទេបាទថយក្រោយអស់មកបងបាទថយក្រោយអស់អូខេអញ្ចឹងចំណុចបន្ទាប់គឺពាក់ព័ន្ធទៅនឹងភ្ជាប់ជាមួយទៅនឹង app ទូរស័ព្ទដៃណាបងប្អូនបាទអញ្ចឹងបងត្រូវ download app ឈ្មោះថា Tuya Smart app Tuya Smart នេះគឺមានរូបពណ៌ទឹកក្រូចនេះបងណា Tuya Smart អញ្ចឹងបងចូលក្នុង app បង sign up ជាមួយទៅនឹង Gmail ឬមួយបងប្រើ iPhone បងត្រូវភ្ជាប់ជាមួយទៅនឹង iCloud អីចឹងទៅបាទអញ្ចឹងដល់ពេលបង download ហើយបងទុកចោលចឹងបាទវាចេញផ្ទាំងបែបហ្នឹងណាអូខេអញ្ចឹងចូលទៅកាន់សោបងដាក់សោចេញភ្លើងជិតផ្កាយជំរុកផ្កាយគេឲ្យ verify admin បាទយើង verify admin សិនបងណាជាលេខកូដក៏បានជាក្រយៅដៃក៏បានបាទនៅពេល verify ហើយចុចលេខ3 system setting លេខ3នេះលេខ4 network config ចុចលេខ4មកណាបាទចុចលេខ4ទៅប៉ុណ្ណឹងហ៎បាទយើងចូលទៅកាន់ក្នុង app ម្ដងចូលទៅកាន់ក្នុង app វា load ឲ្យតែម្ដងអូខេវា load ឲ្យមកចុច add មកបន្ទាប់មកវាយ password wifi វាយ password wifi នៅផ្ទះបងទៅហើយបងរងចាំមួយផ្លែតរងចាំប្រហែលជា15ទៅ30វិនាទីដើម្បីឲ្យ sound នេះភ្ជាប់ជាមួយទៅនឹង wifi ផ្ទះរបស់បងអូខេអញ្ចឹងនៅពេលដែលរួចរាល់វា success ប៉ុណ្ណេះបាទអូខេសុំចូលទៅកាន់ sound ថយក្រោយអស់បាទឲ្យលុតចឹងមកបាទអូខេអញ្ចឹងបើសិនជាបងចង់បញ្ជាដោះ sound ពីចម្ងាយបងគ្រាន់ចុចកណ្ដឹងទៅចុចសញ្ញាកណ្ដឹងបងណាចុចសញ្ញាកណ្ដឹងមកចាំមកផ្លេត sound ហ្នឹងនឹង call ចូលទៅក្នុងទូរស័ព្ទដៃបើឃើញយើងអាចបញ្ជាដោះ sound បានអូខេអញ្ចឹងរបៀប set up sound K5 Pro នេះគឺមានតែប៉ុណ្្នឹងទេបងបើសិនជាបងមានចម្ងល់អីអាចតាក់ទងខាងក្រុមការងារយើងបានបងណាអរគុណច្រើនបង